សួស្តីបងប្អូនបាទថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូហុងស៊ុយបន្តទៀតណាបងប្អូនណាបាទពីព្រោះវីដេអូមុននោះខ្ញុំអត់បានអត្ថាធិប្បាយច្រើនអំពីរឿងហុងស៊ុយដែលបានហាក់កាយហើយនេះទេបាទពីព្រោះចង់ប្រវល់កូនសិស្សគាត់ខលមកណាបងប្អូនណាបាទអញ្ចឹងថ្ងៃនេះក៏មកបន្តរឿងអត្ថាធិប្បាយរឿងដំណើរផ្កាយដែលធ្លាក់នៅក្នុងអង្សា172.5 និងដល់202.5 បាទទិសខាងត្បូងច្រកទី2និងច្រកទី3ណាបងប្អូនណាបាទច្រកទី2ច្រកទី3ហ្នឹងបានន័យថាក្នុងមួយទិសហ្នឹងគឺយើងចែកទៅជា3ច្រកបាទមួយច្រក15អង្សាដែលខ្ញុំធ្លាប់បង្រៀនហើយណាបងប្អូនខ្លះមិនយល់ក៏ទៅមើលវីដេអូមុនខ្ញុំទៅបាទនឹងយល់ហើយណាពីព្រោះហុងស៊ុយដំណើរផ្កាយយុគនេះគឺលំអិតណាបងប្អូនណាបាទជាហុងស៊ុយកំពូលបាទមិនត្រឹមតែយើងរៀបទីលីទេបាទទីលីគ្រាន់តែជាក្បួនខ្នាតតែប៉ុណ្ណោះណាបាទសម្រាប់ដំណើរផ្កាយយុគនេះជាធម្មពលដែលផ្ដល់អំពីចក្រវាឡដែលដឹងថាក្រសែឈីនឹងធ្លាក់មកនៅចំណុចណាណាបងប្អូនណាបាទអញ្ចឹងទៅយើងឲ្យបើកទ្វារនៅកន្លែងដែលហាក់ផ្កាយបានណាទ្វារមុខណាហើយទ្វារក្រោយដូចគ្នាកន្លែងដែលហាក់ផ្កាយបានគឺឲ្យបើកទ្វារក្រោយបាទមិនមែនចេះតែធ្វើទ្វារទេណាបងប្អូនណាហើយទ្វារមុខទ្វារក្រោយហ្នឹងគឺមិនឲ្យត្រង់គ្នាទេបាទអាហ្នឹងត្រង់គ្នាហ្នឹងបានន័យថាក្រសែឈីហ្នឹងវាមិនបានបង្កើតទៅជាធម្មពលទេគឺវាបានចេញទៅអស់ដោយលឿនណាបងប្អូនណាបាទពីព្រោះកសែឈីនេះវាជាធម្មពលរបស់ធម្មជាតិបាទដូចជាការឧទាហរណ៍ដូចជាសរសៃឈាមនាគណាបងប្អូនណាបាទហើយគឺរត់តាមខ្នងនាគបាទហើយនាគហ្នឹងក៏គ្រាន់តែជាការឧទាហរណ៍ទេណាបាទដូចជាជួរភ្នំជាដើមបាទហើយគឺគេឲ្យធ្វើទ្វារហើយនឹងផ្លូវហ្នឹងឲ្យកងិកងក់ដូចជាដំណើររបស់នាគណាបងប្អូនណាបាទមិនឲ្យត្រង់ស្លូទេបាទបងប្អូនណាបងប្អូនត្រូវចាំរឿងផ្លូវនេះណាមិនឲ្យត្រង់ស្លូទេបាទត្រូវឲ្យដូចជាពស់លូនណាដូចជាដំណើររបស់នាគគេហៅថាសរសៃឈាមនាគហ្នឹងដើម្បីឲ្យក្រសែឈីណាបងប្អូនណាចរន្តឈាមនាគដែលគេឈីហ្នឹងគឺគេឧទាហរណ៍ទៅជាចរន្តឈាមនាគបាទហើយផ្លូវរបស់យើងហ្នឹងជាសរសៃឈាមនាគណាបងប្អូនណាបាទហើយកន្លែងប្រមូលផ្ដុំឈីហ្នឹងគេហៅដង្ហើមនាគណាបងប្អូនណាបាទនឹងនៅក្នុងភាសាហុងស៊ុយក្រំតែជាការប្រៀបធៀបទេមិនមែនជានាគពិតប្រាកដទេដោយខ្ញុំធ្លាប់ជម្រាបបងប្អូនអំពីវីដេអូមុនណាហើយសម្រាប់ផ្ទះដែលទ្វារបើកពីមុខធ្លុះដល់ក្រោយនេះគឺបានន័យថាប្រៀបដូចជាមនុស្សយើងណាបងប្អូនណាបាទដែលមានសម្ពាធឈាមខ្លាំងបាញ់រហូតដល់ដាច់សរសៃឈាមខួរក្បាលយ៉ាងណាមិញក្រសែឈីដូចគ្នាណាមិនឲ្យត្រង់អញ្ចឹងពេកទេបាទគឺត្រូវឲ្យមានដំណើរដូចជាដំណើររបស់នាគរាជឬដំណើររបស់ពស់លូនណាបងប្អូនណាគេហៅថាសរសៃឈាមនាគនិងចរន្តឈាមរបស់នាគបាទគេហៅថាផ្លូវរបស់ឈីរត់ណាបងប្អូនឈីគឺធម្មពលរបស់ធម្មជាតិដែលមកឧបត្ថម្ភនៅធម្មពលជីវិតរបស់យើងហ្នឹងបាទហើយអញ្ចឹងការដឹងថាឈីនឹងធ្លាក់នៅចំណុចណាខ្លះដែលផ្ដល់អំពីចក្រវាលណាធម្មពលរបស់ចក្រវាលនៃដំណើរផ្កាយរបស់ចក្រវាលហ្នឹងគឺយើងអាស្រ័យទៅលើការហាក់ផ្កាយបាទហាក់ផ្កាយបារមីជោគលាភនិងផ្កាយលំនៅឋាននេះណាបងប្អូនណាមិនមែនដូចកសែឈីហ្នឹងដឹងតែពីរឿងធ្វើផ្ទះណាបងប្អូនណាគឺធ្វើផ្ទះអញ្ចឹងគាត់ធ្វើទៅតាមទីលីបាទផ្ទះណាផ្ទះណីទិសណាទិសណីអង្សាណាហ្នឹងគឺគាត់ឲ្យរៀបដូចគ្នាទាំងអស់បាទអញ្ចឹងគឺខុសណាបងប្អូនណាបាទគឺមិនត្រឹមត្រូវបាទពីព្រោះយើងការដើរផ្កាយការហាក់ផ្កាយនេះវាអាស្រ័យទៅលើអង្សាទិសបាទពីព្រោះផ្កាយមានផ្កាយដើរទៅមុខផ្កាយដើរទៅក្រោយនិងផ្កាយផ្លាស់ណាបងប្អូនណាផ្កាយផ្លាស់ប្ដូរទៅតាមអង្សារបស់ទិសផ្ទះរបស់យើងហ្នឹងណាមិនមែនចេះតែដូចគ្នាទេអញ្ចឹងការរៀបចំផ្ទះរបស់យើងហ្នឹងគឺមិនដូចគ្នាទេបាទដូចធ្លាប់មានណាកូនសិស្សទើបតែហៅខ្ញុំទៅមើលទេមានគ្រូទីលីខ្លះនោះគាត់ឲ្យដាក់ចង្ក្រានបាយណាផ្ទះបែរមុខទៅខាងត្បូងហ្នឹងគាត់ឲ្យដាក់ចង្ក្រានបាយនៅចំពីលើផ្កាយទឹកនេះណាបងប្អូនណាបាទផ្កាយធាតុទឹកនេះផ្កាយលេខ1បងប្អូនដឹងហើយណាបាទដែលជាផ្កាយមណ្ឌលដ្ឋានចាប់ដាក់ចង្ក្រានបាយបាទ
គ្រាន់តែធ្វើផ្ទះហ្នឹងណាបងប្អូនណាធ្វើឲ្យគាត់ខាតអស់ច្រើនណាស់ដល់តែពេលហៅគ្រូទៅភាសាទៀតគ្រូឲ្យវាយបន្ទប់ផ្សេងកែកុនណាហើយចង្ក្រានបាយហ្នឹងគឺមិនដូរទីតាំងទេគឺនៅដដែលបាទត្រូវមានបញ្ហាទៀតបាទអញ្ចឹងណាបងប្អូនណាអញ្ចឹងរឿងដើរផ្កាយនេះយើងដឹងថាកន្លែងណាដែលមិនត្រូវដាក់អ្វីកន្លែងណាដែលមិនត្រូវដាក់អ្វីផងដែរណាបងប្អូនណាបាទហាមដាច់ខាតណាបងប្អូនផ្ទះដែលនៅទិសខាងត្បូងណាហាមដាក់ចង្ក្រានបាយនៅផ្កាយលេខ1បាទគឺទិសពីយប់ណាបងប្អូនណាពីព្រោះនៅក្នុងយុគ9នេះទិសពីយប់គឺធ្លាក់ផ្កាយលេខ1ផ្កាយទឹកមកនៅចំណុចហ្នឹងណាអញ្ចឹងយើងគឺដាក់ចង្ក្រានបាយទៅគឺធាតុភ្លើងនិងធាតុទឹកហ្នឹងវាប្រតិកម្មគ្នាណាបងប្អូនណាកើតភាពឆុងអញ្ចឹងបងប្អូនត្រូវប្រយ័ត្នណារឿងដាក់ចង្ក្រានបាយនៅចំលើផ្កាយធាតុទឹកបាទគឺនាំឲ្យមានបញ្ហាដល់ការរស់នៅណាបងប្អូនណាបាទតែងតែមានបញ្ហាជួបនៅផលវិបាកផ្សេងបាទអញ្ចឹងបងប្អូនប្រយ័ត្នឲ្យមានទេរឿងដាក់ចង្ក្រានបាយធាតុភ្លើងនិងធាតុទឹកនេះកុំឲ្យចំគ្នាឲ្យសោះណាបាទចង្ក្រានបាយបងប្អូនអាចដាក់ទៅលើផ្កាយធាតុដីបានណាផ្កាយធាតុដីនៅចំណុចនេះយើងអាចដាក់ចង្ក្រានបាយបាទដើម្បីចម្រើនលំនៅឋានណាបងប្អូនណាផ្កាយលំនៅឋាននឹងបាទហើយក៏មិនមានភាពឆុងមានតែចម្រើនណាបងប្អូនណាបាទពីព្រោះភ្លើងបង្កើតដីណាបងប្អូនណាអញ្ចឹងបងប្អូនអាចដាក់ចង្ក្រានបាយនៅចំផ្កាយធាតុដីនេះបានណាបងប្អូនណាបាទនៅក្នុងអង្សារនេះបងប្អូនអាចបើកទ្វារមុខចំចំណុចផ្កាយដែលហាក់បានទៅណាបងប្អូនណាបាទនៅចំណុចនេះគឺយើងហាក់បានណាបាទផ្កាយធាតុទឹកនិងធាតុទឹកបាទហៅថាខ្សែស៊ីងណាខ្សែស៊ីងហ្នឹងគូធាតុណាបងប្អូនណាយើងហាក់បានទៅបាទហាក់គូធាតុនៅក្នុងខ្សែស៊ីងហ្នឹងគឺហាក់បានផ្កាយធាតុទឹកហើយធាតុទឹកបាទចម្រើនបារមីបាទធាតុឈើណាបងប្អូនណាបាទអញ្ចឹងយើងកន្លែងចំណុចនេះគឺកាយល្អយើងអាចបើកទ្វារមុខបានណាបងប្អូនណាទ្វារមុខនៅចំណុចនេះបានសម្រាប់ផ្ទះបែកមុខទៅទិសខាងត្បូងនៅក្នុងអង្សា172.5និង202.5ណាបាទនៅក្នុង30អង្សានេះគឺយើងអាចបើកទ្វារមុខនៅចំណុចនេះបានណានៅក្នុង2ច្រកនេះណាបងប្អូនគឺឃើញមានការហាក់ផ្កាយបានច្រើនបន្ទប់ឲ្យល្អណាបងប្អូនណាបាទនៅក្នុងកន្លែងនេះគឺយើងហាក់ផ្កាយបានច្រើនបន្ទប់ឲ្យល្អទៀតផងបាទយើងបើកទ្វារនៅចំណុចនេះក៏បានណាបងប្អូនណាបាទចំណែកចំណុចនេះក៏យើងអាចបើកទ្វារបានខាងមុខនេះគឺបើកនៅចំណុចណាគឺបានទាំងអស់បាទពីព្រោះសងខាងហាក់បានហើយចំណែកខាងកណ្ដាលនេះក៏ជាផ្កាយល្អណាអត់មានផ្កាយអាក្រក់ទេបាទហើយយើងអាចបើកទ្វារមុខបានក៏ប៉ុន្តែយើងបើកចំកន្លែងហាក់គឺល្អជាងណាបងប្អូនណាបាទយើងបើកទ្វារមុខចំទៅនេះទៅហើយទ្វារក្រោយគឺយើងបើកចំពីនេះទៅណាបងប្អូនណាបាទហើយយើងក៏ធ្វើផ្លូវរបៀបពោះលូនដំណើរពោះលូននេះដំណើរអ្នករាជអីចឹងទៅណាបងប្អូនណាបាទដើម្បីឲ្យចរន្តឈីហ្នឹងវាហូរបានល្អទៅតាមគោលនៃហុងស៊ុយបាទនៅការកំណត់កសែឈីដើម្បីឲ្យកសែឈីហ្នឹងដើរបានរលូនណាបងប្អូនណាកសែឈីគឺមិនឲ្យចេញលឿនពេកហើយក៏មិនឲ្យទៅតាក់ណាបងប្អូនណាបាទហើយការរៀបចំផ្ទះសម្បែងហ្នឹងផងដែរបងប្អូនរៀបចំយ៉ាងណាឲ្យមានបរិមណ្ឌលណាបងប្អូនណាបាទឲ្យមានបរិមណ្ឌលហ្នឹងគឺរៀបចំឲ្យបានត្រឹមត្រូវឲ្យត្រូវទៅតាមຂ្នាតងាយស្រួលប្រើប្រាស់ណាបងប្អូនណាបាទអ្វីគ្រប់យ៉ាងគឺត្រូវតែឲ្យងាយស្រួលប្រើប្រាស់ហើយមិនឲ្យមានការព្រួយបារម្ភឬការភ័យខ្លាចឬការចង្អៀតចង្អល់ចិត្តនៅក្នុងការប្រើប្រាស់អ្វីមួយណាមិនថាទ្វារមិនថាផ្លូវដើរមិនថាបន្ទប់គេងមិនថាបន្ទប់ទឹកអីទេគឺត្រូវតែឲ្យមានការស្រួលប្រើប្រាស់មិនមានអារម្មណ៍ព្រួយបារម្ភមិនមានអារម្មណ៍ចង្អៀតចង្អល់អារម្មណ៍លំបាកអីហ្នឹងណាអាហ្នឹងគឺស្រូបទាញនៅអារម្មណ៍អាក្រក់ណាគឺធ្វើឲ្យខូចហុងស៊ុយបាទហើយរឿងក្លិនរឿងពន្លឺអីហ្នឹងគឺត្រូវតែគ្រប់គ្រងឲ្យបានល្អណាបងប្អូនណារឿងពន្លឺបាទព
ពលឺគឺតំណែងយ៉ាងខាងមុខនេះគឺត្រូវឲ្យមានពលឺគ្រប់គ្រាន់ណាបងប្អូនណាបើបន្ទប់គេងតំណែងយិនបាទអញ្ចឹងយើងក៏រៀបទៅតាមតំណែងយិនទៅតំណែងយ៉ាងយើងក៏រៀបទៅតាមតំណែងយ៉ាងទៅបើបន្ទប់គេងយើងរៀបជាតំណែងយ៉ាងឲ្យមានពលឺភ្លឺអញ្ចឹងយើងគេងមិនលក់សុបមិនគេងមិនងាយលក់អញ្ចឹងទៅណាបងប្អូនណាអញ្ចឹងគេរៀបទៅជាតំណែងយិនបាទឲ្យគេងស្កប់ស្កល់គេងលក់ស្រួលបាទមានធម៌ពលសុខភាពណាបងប្អូនណាហើយបន្ទប់ធ្វើការក៏រៀបតំណែងយ៉ាងអញ្ចឹងទៅបាទបើរៀបទៅជាតំណែងយិនគ្រាន់តែចូលកន្លែងធ្វើការគឺមានអារម្មណ៍ខ្ជិលមានអារម្មណ៍ងុកងុយណាបងប្អូនណាបាទអញ្ចឹងគេរៀបទៅតាមតំណែងផ្សេងណាបាទគេរៀបនៅក្នុងដំណើរផ្កាយនឹងផងគេរៀបទៅតាមយិននិងយ៉ាងភាវៈទ្វេភាវៈនឹងផងណាបាទហើយក៏គេរៀបទៅតាមຂະຫນາດទីលីនឹងផងมันមែនរៀបទៅតាមទីលីសុខសាន្តហើយมันមានដើរដំណើរកាយទេបាទពីព្រោះខ្ញុំឃើញកូនសិស្សខ្ញុំគាត់ប្រាប់ណាថាគ្រូទីលីហ្នឹងគឺទៅកន្លែងណាក៏គេឲ្យគេរៀបអញ្ចឹងទាំងអស់បាទមិនថាផ្ទះបែរមុខទៅទិសខាងណាទេអានេះខ្ញុំមិនថាទេណាពីព្រោះអាចប៉ះពាល់ដល់គេបាទពីព្រោះគាត់អត់ដឹងថាមានការប៉ះពាល់ទៅលើកាយដំណើរកាយនឹងយ៉ាងណាទេបាទកាលពីយុគ8ណាបងប្អូនណាមិនសូវជាមានបញ្ហាអ្វីទេពីព្រោះផ្កាយលេខ8នេះគឺជាផ្កាយរុងរឿងហើយផ្កាយស្លូតណាបងប្អូនណាតែសម្រាប់នៅក្នុងយុគ9នេះផ្កាយលេខ9ធាតុភ្លើងនេះកិត្តិយសគេឈ្មោះនេះគឺជាផ្កាយកាចណាបងប្អូនណាបាទផ្កាយកាចអាចប៉ះពាល់ខ្លាំងទៅដល់លំនៅឋានបងប្អូនដែលរៀបមិនបានត្រឹមត្រូវនោះគឺប៉ះពាល់ណាបាទគឺអាចនឹងមានបញ្ហាផ្សេងបាទមិនមានបញ្ហារឿងសេដ្ឋកិច្ចទេក៏រឿងសុខភាពរឿងកិត្តិយសអីផ្សេងចឹងដែរណាបងប្អូនណាត្រូវតែប្រយ័ត្នរឿងការរៀបចំផ្ទះសម្បែងនៅក្នុងយុគ9នេះពីព្រោះយុគ9បងប្អូនដឹងហើយគឺជាយុគកាចបាទយុគកាចណាយុគធាតុភ្លើងបាទតំណែងកិត្តិយសគេឈ្មោះគឺប៉ះពាល់ខ្លាំងទៅលើលំនៅឋានបងប្អូនដែលរៀបចំមិនបានត្រឹមត្រូវនឹងបាទហើយបងប្អូនខ្លះក៏គាត់គិតថាកាលពីមុនមិនក៏មិនអីរស់នៅយូរមកហើយមិនក៏មិនអីកាលពីយុគ8ដំណើរផ្កាយផ្សេងហើយយុគ8ហ្នឹងគឺជាយុគស្លូតផងដែរណាបងប្អូនណាបាទគឺជាយុគធាតុដីបាទយុគស្លូតបាទមិនមែនដូចជាយុគធាតុភ្លើងយុគ9តំណែងកិត្តិយសគេឈ្មោះទេបាទអញ្ចឹងបងប្អូនត្រូវប្រយ័ត្នយុគសម្រាប់យុគ9នេះបាទនៅក្នុងការរៀបចំផ្ទះសម្បែងបាទយ៉ាងហោចទៅណានៅក្នុងផ្ទះបាទរៀបអីវ៉ាន់រញ៉េរញ៉ៃធ្វើឲ្យតាក់ទើសចិត្តណាបងប្អូនណាបាទនឹងក៏ខូចហុងស៊ុយផងដែរបាទយើងដឹងហើយនៅក្នុងអារម្មណ៍នៅក្នុងផ្លូវចិត្តរបស់យើងវាមានការស្រូបទាញផ្សេងណាដូចឧទាហរណ៍ថាបងប្អូនទើសតាក់នឹងអារម្មណ៍ជាមួយនឹងអីវ៉ាន់រញ៉េរញ៉ៃហ្នឹងធ្វើឲ្យចិត្តរបស់យើងនឹងក្តៅក្រហាយចិត្តរបស់យើងនឹងក្រោកខឹងណាចិត្តរបស់យើងក្រោកខឹងភ្លាមមួយរំពេចហើយក៏ចិត្តខឹងហ្នឹងវាមិនរលត់ទេទៅជួបអ្នកណាក៏និយាយទៅលះហាមានបញ្ហាបាទកំហឹងហ្នឹងជះទៅលើអ្នកផ្សេងភ្លាមទៅណាបងប្អូនណាដោយពាក្យថាឆេះកុំព្រារៀលកុំព្រេចណាបងប្អូនចឹងបានគេត្រូវឲ្យយើងរៀបចំឲ្យមានបរិមណ្ឌលបាទឲ្យមានអារម្មណ៍ហ្នឹងប្រើប្រាស់ទៅស្រួលមិនមានអារម្មណ៍ចង្អៀតចង្អល់ទៅស្ទាក់มันមានអារម្មណ៍ភ័យខ្លាចព្រួយបារម្ភអីផ្សេងហ្នឹងណាបងប្អូនណាអញ្ចឹងការរៀបផ្ទះសម្បែងនេះបងប្អូនត្រូវយល់ណាយើងរៀបធ្វើយ៉ាងណាឲ្យងាយស្រួលប្រើប្រាស់ហើយនឹងធ្វើឲ្យអារម្មណ៍របស់យើងនឹងមិនទៅស្ទាក់មិនក្រោកគ្រៀតមិនខ្លាំងខ្លាក់មិនចង្អៀតចង្អល់អីចឹងបាទអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងយ៉ាងហោចទៅណាសូម្បីតែផ្លូវដើរមានឈើចាក់ធ្មេញដូចខ្ញុំធ្លាប់បង្រៀនពីវីដេអូមុនណាយើងដើរទៅដើរមកមិនបានរឹសចេញណាចិត្តតែរួចខ្លាចមុតជើងទៅខ្លាចមុតមកខ្លាចមុតអានោះហើយក៏ខូចហុងស៊ុយណាវាធ្វើឲ្យខូចអារម្មណ៍ហើយគឺខូចហុងស៊ុយហើយអារម្មណ៍របស់យើងណាងាយនឹងដិតដាមនៅរឿងអាក្រក់នឹងងុំល្អណាបងប្អូនណាអញ្ចឹងបានត្រូវឲ្យបងប្អូនរៀបចំធ្វើយ៉ាងណាឲ្យអារម្មណ៍របស់យើងហ្នឹងកុំឲ្យមានការថ្នាំងថ្នាក់ទៅលើអ្វីមួយនៅក្នុងផ្ទះហ្នឹងបាទហើយរៀបឲ្យត្រូវទៅតាមតំណែងផ្សេងទៅតាមដំណើរផ្កាយអញ្ចឹងទៅហើយរៀបឲ្យចំទៅតាម
ក្បួនទីលីនឹងផងណាបងប្អូនណាផ្ទះមិនមែនតែយើងរៀបត្រឹមកាយត្រឹមទីលីត្រឹមអ្វីទាំងអស់ប៉ុណ្ណឹងទេណាបាទនៅក្នុងហុងស៊ុយគឺត្រូវពិនិត្យមើលជ័យភូមិជុំវិញនឹងផងបាទបានន័យថាជុំវិញផ្ទះរបស់យើងហ្នឹងតើមានអ្វីដែលអាចជះឥទ្ធិពលមកលើផ្ទះរបស់យើងដូចជាបង្គោលភ្លើងផ្លូវបុកបាទបង្គោលអង្តែនអញ្ចឹងណាបងប្អូនណាបង្គោលភ្លើងផ្លូវបុកបង្គោលអង្តែនបច្ឆាមុខវត្តមុខអីចឹងណាអាហ្នឹងគឺជាការប៉ះពាល់មួយដែរត្រូវមានការរៀបចំត្រូវមានការទប់ស្កាត់ផ្សេងឬក៏ផ្ទះខ្លះដែលខ្ញុំធ្លាប់មើលឲ្យគឺនៅទល់មុខមុងបាទទល់មុខមុងផ្ទះគេខាងនោះអញ្ចឹងទៅណាបងប្អូនណាហើយមុងហ្នឹងបែរមកជួលនឹងទ្វារផ្ទះរបស់គាត់ទៅបាទអាហ្នឹងក៏យើងត្រូវតែរៀបចំកែរៀបចំឲ្យបានត្រឹមត្រូវណាមានការទប់ស្កាត់ផ្សេងបាទពីព្រោះការដែលប៉ះពាល់ជាមួយនឹងរឿងតំណែងយិននឹងយ៉ាងនេះយើងកាលណារៀបមិនបានទប់ស្កាត់ទេវាធ្វើឲ្យធម្មពលយិនហ្នឹងមកគ្របដណ្ដប់នៅលើផ្ទះរបស់យើងបានណាបងប្អូនណានៅលើអារម្មណ៍របស់យើងនឹងទៀតណាអានោះគឺមានវិធីកែផ្សេងបាទមិនបាច់អស់លុយច្រើនទេដែលខ្ញុំរៀបទៅណាបងប្អូនណាបាទมันមានឲ្យបងប្អូនអស់លុយអ្វីច្រើនទេបាទបើសិនជាត្រូវកែកុនដូចជាផ្ទះដែលមានបញ្ហារឿងទល់មុខម៉ងទល់មុខវត្តទល់មុខបច្ឆាទល់មុខមន្ទីរពេទ្យទល់មុខអីហ្នឹងអស់ខ្ទង់ប្រហែលជាទិញដែលបងប្អូនត្រូវទិញវត្ថុមកកែកុនរៀបចំនឹងអស់ខ្ទង់$100អីប៉ុណ្ណឹងណាបងប្អូនណាបាទมันមានឲ្យបងប្អូនទៅទិញអ្វីច្រើនដែរហើយការទិញហ្នឹងក៏មិនមែនទិញពីខ្ញុំដែរបាទខ្ញុំគ្រាន់តែប្រាប់បងប្អូនឲ្យជាវខ្លួនឯងតែប៉ុណ្ណោះណាបងប្អូនណាដែលខ្ញុំធ្លាប់រៀបចំឲ្យបងប្អូនច្រើនបាទហើយជាពិសេសហ្នឹងសប្តាហ៍នេះបាទមានបញ្ហារឿងប្តីប្រព័ន្ធបាទច្រើនតែមានបញ្ហាបែកបាក់កំណោះតោះតេងបាទក៏នៅក្នុងតំណែងសេចក្តីស្រឡាញ់ហ្នឹងរៀបចំមិនបានត្រឹមត្រូវបាទហើយខ្ញុំក៏ធ្លាប់រៀបឲ្យកូនសិស្សមកច្រើនដែលគាត់បានជួបជុំគ្នាវិញណាបងប្អូនណាយើងរៀបនៅតំណែងសេចក្តីស្រឡាញ់ឲ្យបានត្រឹមត្រូវទៅបាទតំណែងសេចក្តីស្រឡាញ់គឺបងប្អូនស្គាល់ហើយណាបាទតំណែងសេចក្តីស្រឡាញ់គឺទិសនិរតីណាខាងលិចឈៀងខាងត្បូងបាទទិសនិរតីហ្នឹងគឺខាងលិចឈៀងខាងត្បូងណាបងប្អូនណាបាទគឺលេខ2បាទណាតំណាងលេខ2 SW នេះណាបងប្អូនណាតំណែងសេចក្តីស្រឡាញ់យើងរៀបនៅចំណុចហ្នឹងដោយមានការចម្រើននៅធាតុផ្សេងសម្រាប់ជួយដល់តំណែងហ្នឹងទៅគឺអាចនឹងល្អប្រសើរឡើងវិញនៅក្នុងក្រុមគ្រួសារបាទពីព្រោះសប្តាហ៍ឃើញមានបញ្ហាច្រើនបាទហើយរឿងការរៀបចំផ្ទះសម្បែងនេះផងដែរក៏យើងកុំភ្លេចរឿងបុណ្យកុសលណាបងប្អូនណាបាទត្រូវរៀបចំបាទការធ្វើបុណ្យធ្វើទានហ្នឹងឲ្យមានបុណ្យបច្ចុប្បន្នហ្នឹងផងហើយរៀបចំផ្ទះសម្បែងឲ្យបានត្រឹមត្រូវទៅហើយរស់នៅប្រកបដោយសេចក្តីសុខនិងភាពរីកចម្រើនហើយណាបាទពីព្រោះបុណ្យនេះហើយដែលជួយយើងណាបាទហើយផ្ទះសម្បែងដែលយើងរៀបចំឲ្យត្រឹមត្រូវទៅវាមិនមានចិត្តសៅហ្មងមិនមានចិត្តខ្លាំងខ្លាឲ្យខូចអារម្មណ៍ផ្សេងហ្នឹងឲ្យទៅចូលផ្ទះគឺมันមានការទឹកផ្ទះជាមួយនឹងការរៀបចំផ្ទះហ្នឹងគឺល្អប្រសើរបាទណាបងប្អូនណាបាទហើយចូលផ្ទះទៅគឺមានតែភាពសប្បាយរីករាយបាទត្រជាក់ចិត្តជាដើមអញ្ចឹងទៅណាផ្ទះខ្លះណាបងប្អូននៅអត់សុខទេបាទឲ្យតែមកដល់ផ្ទះហ្នឹងដូចថាក្តៅក្រហាយចេះតែមានចំនួនមានបញ្ហាបាទចេះតែមួម៉ៅពីអ្នកនេះអ្នកនោះណាហើយមកមួម៉ៅដល់របស់របរនៅក្នុងផ្ទះនឹងទៅទៀតអាហ្នឹងវាអញ្ចឹងណាបងប្អូនណាការរៀបចំមិនបានត្រឹមត្រូវធ្វើឲ្យមានបញ្ហាគ្រប់បែបយ៉ាងបាទរៀបចំឲ្យផ្កាយហ្នឹងឆុងជាមួយនឹងរបស់ប្រើប្រាស់ផ្សេងហ្នឹងអាហ្នឹងរឹតតែធ្ងន់ណាបងប្អូនណាបាទគឺលលំលលាយតែម្ដងណាហើយអញ្ចឹងនៅក្នុងដំណើរផ្កាយនេះគឺជាហុងស៊ុយកំពូលបាទដែលទទួលផលអំពីចក្រវាលនិងដឹងអំពីធម្មពលឈីណាបងប្អូនណាបាទគឺធម្មពលធម្មជាតិបាទដំណើរឈីត្រូវធ្លាក់នៅចំណុចណាតល់តែជំនាញនៅក្នុងការដើរកាយនៅក្នុងការហាត់កាយនេះណាបងប្អូនណាបាទហើយនៅ
ស្រុកខ្មែរយើងណាខ្ញុំមិនអួតទេបងប្អូនណាបាទគឺគ្រូដែលចេះដំណើរផ្កាយនេះណាខ្ញុំមិនតាន់ឃើញមាននៅក្នុង YouTube នៅឡើយទេបាទចេះតែដើរតែផ្កាយយកបាទផ្កាយយកនេះអ្នកណាក៏ចេះដើរទេណាពីព្រោះផ្កាយយកដើរទៅមុខរហូតបាទចេះដើរផ្កាយយកផ្កាយឆ្នាំផ្កាយខែអញ្ចឹងទៅតែរឿងដំណើរផ្កាយនៅក្នុងអង្គសាទិសរបស់ផ្ទះនេះមិនតាន់មានគ្រូណាចេះដើរនៅឡើយទេខ្ញុំនិយាយអញ្ចឹងណាបងប្អូនណាពីព្រោះมันមានរូបមន្តបាទអ្នកដែលជាសិភៅពីខ្ញុំទៅមានរូបមន្តអាចតែអ្នកខ្លះក៏អត់បានយល់ដែរបាទពីព្រោះគាត់មិនបានឃើញឆាតសួរឆាតអីណាដល់តែអញ្ចឹងទៅគាត់គិតថាផ្កាយនេះអត់ដីអីអញ្ចឹងទៅតាមពិតដំណើរផ្កាយនេះហើយជាហុងស៊ុយកំពូលណាបងប្អូនណាបាទសម្រាប់ទីលីបតបប្រសំទេបាទហើយជ័យភូមិអីហ្នឹងក៏យើងវាអាស្រ័យទៅលើដំណើរផ្កាយទាំងអស់ហ្នឹងដែរណាជ័យភូមិណាផ្កាយផ្សេងហ្នឹងក៏យើងមើលការប៉ះពាល់ទៅលើផ្កាយជាមួយជ័យភូមិនឹងជុំវិញផងដែរនៅទិសណាណាបងប្អូនណាបាទអញ្ចឹងបានន័យថាដំណើរផ្កាយនេះគឺលំអិតណាស់នៅមានរឿងច្រើនទៅទៀតនិយាយអំពីរឿងដំណើរផ្កាយនៅក្នុងអង្គសាផ្ទះរបស់យើងនេះបាទខ្ញុំមិនមែនថាអួតថាខ្ញុំចេះជាងគេទេគ្រាន់តែថាខ្ញុំមិនដែលឃើញគ្រូណាគាត់ដាក់វីដេអូបាទដើរដំណើរផ្កាយនេះនៅក្នុង YouTube ណាបងប្អូនណារហូតកូនសិស្សខ្ញុំក៏គាត់ថាលោកគ្រូអត់មានទេខ្ញុំសាវជ្រាវយូរហើយមិនដែលឃើញមានគ្រូណាបង្រៀនដំណើរផ្កាយនេះទេណាបងប្អូនណាបាទបង្រៀនចេះត្រឹមតែផ្កាយយកផ្កាយឆ្នាំផ្កាយខែទៅណាបងប្អូនណាបាទអញ្ចឹងវីដេអូនេះប៉ុណ្្នឹងសិនណាទៅមុខទៀតខ្ញុំនឹងបញ្យល់បងប្អូនអំពីលេខខួយរបស់យើងដែលត្រូវបែរមុខទៅទិសណាដើម្បីឲ្យចម្រើនសម្រាប់ការគេងការអង្គុយធ្វើការអីផ្សេងអញ្ចឹងណាបងប្អូនណាបាទកុំភ្លេចជួយ like ជួយ share វីដេអូនេះចែកជូនបងប្អូនយើងឲ្យគាត់បានយល់បានដឹងអំពីរឿងដំណើរផ្កាយយកបាទដែលជាហុងស៊ុយកំពូលនេះផងបាទអញ្ចឹងក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ